សម្រាប់បងប្អូនដែលមកលេងខេត្តសៀមរាបនៅថ្ងៃឆ្លងឆ្នាំខាងមុខនេះបើចង់បានកន្លែងស្នាក់នៅដែលមានទីតាំងនៅចំកណ្ដាលក្រុងសៀមរាបតម្លៃសមរម្យបន្ទប់គេងស្អាតនិងមានបរិយាកាសល្អកុំភ្លេចមកស្នាក់នៅជួយវឌ្ឍនាអង្គរបូតិចអ្វីដែលកាន់តែពិសេសគឺមានចម្ងាយតែ5នាទីពី Pub Street និង5នាទីពីសួនព្រះណាក់តែប៉ុណ្ណោះនៅបូតិចរបស់គាត់គឺថាមានបន្ទប់គេងស្អាតមានកន្លែងចតរថយន្តធំទូលាយមានអាងហែលទឹកមានហាងកាហ្វេបើនិយាយអំពីតម្លៃក្នុងមួយបន្ទប់វិញគឺតម្លៃត្រឹមតែ$18ទៅ$25តែប៉ុណ្ណោះកុំភ្លេចshareវីដេអូមួយនេះទុកផងទុកកក់នៅថ្ងៃឆ្លងឆ្នាំឬក៏ទុកកក់នៅពេលដែលបងប្អូនមកលេងខេត្តសៀមរាបអញ្ចឹងកុំឲ្យខាត់ពេលយូរខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅទស្សនាទស្សនភាពបូតិករបស់គាត់ទាំងអស់គ្នាគ្រាន់តែដើរចូលមកដល់ក្នុងបូតិកភ្លាមគឺមានការទទួលរាក់ទាក់ស្វាគមន៍ពីបុគ្គលិកគាត់យ៉ាងកក់ក្ដៅហើយគេក៏សួរនាំយើងអំពីការស្នាក់នៅចង់ស្នាក់នៅប្រហែលយប់យកបន្ទប់ក្រែប្រហែលតម្លៃប្រហែលបន្ទាប់មកគេក៏ឲ្យយើងបំពេញហ្វមដើម្បីចូលស្នាក់នៅបើយើងក្លែងមកមើលការរៀបចំដេគ័របូតិករបស់គាត់គឺមានការរៀបចំស្អាតមែនតើជាប្រភេទរូបចម្លាក់ជាប្រភេទការឆ្លាក់ឈើអីផ្សេងៗរូបគំនូរប្រាសាទអង្គរវត្តហើយនៅកន្លែងគាត់មិនមែនតែភ្ញៀវខ្មែរទេគឺភ្ញៀវជនជាតិភ្ញៀវអឺរ៉ុបភ្ញៀវអីផ្សេងៗគឺមានគ្រប់ជាតិសាសន៍តែម្ដងឥឡូវនេះបន្ទាប់ពីបំពេញហ្វមហើយគឺយើងចូលមកដល់បន្ទប់គេងហើយគឺគ្រាន់តែបើកទ្វារបន្ទប់ឃ្លាមគឺសេវ៉ាវតែម្ដងដោយសារតែបន្ទប់គឺមានការរៀបចំដេគ័រស្អាតខ្លាំងមែនទែនជាមួយនឹង view background ទៅអាងទឹកខាងមុខអញ្ចឹងណាហើយនៅកន្លែងគាត់គឺមានអាងទឹកសម្រាប់ហែលទឹកអីយ៉ាងស្រស់ស្អាតផងដែរអ្វីដែលពិសេសបន្ទប់គេងរបស់គាត់គឺមានការរៀបចំធំទូលាយមែនទែនបំពាក់ជាមួយនឹងម៉ាស៊ីនត្រជាក់ទូរទស្សន៍ហើយក៏មានជាប្រភេទដូចជាកាសៀវដាំទឹកក្តៅប៉ាន់តែអីផ្សេងក៏ដូចជាទូទឹកកកផងដែរបងប្អូនហើយបើសិនជាយើងបានមកសៀមរាបហើយមកអង្គុយ view បែបអាងទឹកអញ្ចឹងណាហើយជាមួយនឹងទស្សនវិជ្ជានៅក្នុងបូតិកមួយនេះដែលមានការរៀបចំបែបលក្ខណៈដូចនៅក្នុងទីតាំងដែលប្រាសាទអង្គរវត្តមានជាចម្លាក់មានជាគំនូរអីផ្សេងៗអញ្ចឹងទៅហើយបន្ទប់របស់គេគឺមានទូដាក់ខោអាវយ៉ាងធំទូលាយបើនិយាយពីបន្ទប់ទឹកវិញគឺថាធំមែនតើណាបងប្អូនមានទាំងកន្លែងដំបូលលាងដៃមានទាំងកន្លែងហៅថាកន្លែងមុជទឹកនៅខាងក្រៅអញ្ចឹងណាឥឡូវនេះគឺយើងមកដល់បន្ទប់ទី2ដែលជាបន្ទប់ជាន់ក្រោមដូចគ្នាដែលអមជាមួយនឹងក្រែ2ហើយមានការរៀបចំស្អាតមែនតើមានភាពទាក់ទាញមានកន្លែងអង្គុយញ៉ាំអីឬក៏អង្គុយលេងអីផ្សេងៗហើយបន្ទប់គឺស្រស់ស្អាតខ្លាំងមែនតើបើនិយាយពីតម្លៃគឺសមរម្យដោយដែលបានជម្រាបជូនបងប្អូនទាំងអស់គ្នានៅខាងដើមវីដេអូអញ្ចឹងឥឡូវនេះយើងបានមកដល់ជាន់លើជាបន្ទប់មួយទៀតហើយបងប្អូនបន្ទប់ទី3ដែលខ្ញុំចង់ review បន្ទប់មួយនេះគឺថាពិសេសមែនតើជាមួយនឹងវេរ៉ុងដានៅខាងមុខដែលយើងអាចអង្គុយមើល view នៅខាងក្រៅអញ្ចឹងណាបើថាឆ្លងឆ្នាំវិញអ្នកដែលចូលចិត្តដើរលេងគ្នាជាអៀតអីចឹងអាចមកអង្គុយនៅមុខនេះហើយមើលគេបាញ់កម្មជ្រួចបានបន្ទប់គេងគឺស្រស់ស្អាតខ្លាំងមែនតើបងប្អូនមានបន្ទប់ក្រែ1បន្ទប់ក្រែ2អីផ្សេងៗចឹងណាហើយ view នៅខាងក្រៅគឺស្អាតខ្លាំងមែនតើហើយសម្រាប់បន្ទប់ទឹកនៅខាងជាន់លើនេះគឺគេរៀបចំបែបជាមានកន្លែងងូតទឹកអីផ្សេងៗគឺថាស្អាតខ្លាំងមែនតើសម្រាប់បងប្អូនដែលមកលេងខេត្តសៀមរាបបើរំលងបូតិកមួយនេះគឺពិតជាស្ដាយមែនតើដោយសារតែទីតាំងគឺនៅចំកណ្ដាលក្រុងសៀមរាបតែម្ដងបើពី Pub Street គឺតែ5នាទីពីសួនព្រះណាក់ក៏5នាទីដូចគ្នាហើយសម្រាប់ទីតាំងនេះគឺខ្ញុំពិតជា recommend មែនតើហើយនៅកន្លែងគាត់មិនមែនត្រឹមតែទទួលសេវាកម្មស្នាក់នៅទេគឺគាត់មានជាប្រភេទសេវាកម្មផ្សេងៗទៀតបងប្អូនដូចជាគាត់មានជួលជាប្រភេទកង់ម៉ូតូឡានជាប្រភេទឡាន Zip អីផ្សេងៗឬក៏តុកអីជាដើមអញ្ចឹងណាបងប្អូនបើសិនជាយើងទិញសម្បត្តិឡានក្រុងគាត់ free pick up ពីបូតិកទៅឡានក្រុងដែលតម្លៃគឺដោយក្រុមហ៊ុនតែម្ដងហើយគាត់ក៏មានកញ្ចប់ធូរដើរលេងជុំវិញខេត្តសៀមរាបតែម្ដងដោយបងប្អូនចង់ប្រើកញ្ចប់ធូរគាត់មានការរៀបចំជូនអញ្ចឹងណាទៅដើរលេងនៅកំពង់ភ្លុកទៅដើរលេងនៅភ្នំកលែនឬក៏តំបន់ប្រាសាទអីផ្សេងៗគឺគាត់រៀបចំជូនបានបងប្អូនដែលតម្រូវការអញ្ចឹងណាហើយអ្វីដែលកាន់តែពិសេសមួយទៀតនោះគឺថានៅបូតិករបស់គាត់គឺគាត់បើកជាមួយនឹងហាងកាហ្វេនៅខាងក្រោមនឹងតែម្ដងសម្រាប់បងប្អូនដែលចូលចិត្តញ៉ាំកាហ្វេអីមកគេងនៅបូតិកនេះគឺអាចភ្លក់រសជាតិកាហ្វេ Flavor Station របស់គាត់បានគឺថារសជាតិនិងការតុបតែងហាងហ្នឹងគឺបែប Gen Z តែម្ដងហើយសម្រាប់បងប្អូនដែលបានមកស្នាក់នៅបូតិករបស់គាត់ក៏អាចមកញ៉ាំកាហ្វេអង្គុយលេងនៅហាងរបស់គាត់បានដែរដែលមានទីតាំងធំទូលាយអីផ្សេងៗអញ្ចឹងទៅអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនថ្ងៃឆ្លងឆ្នាំក៏ជាថ្ងៃបុណ្យទានឬក៏ថ្ងៃដែលបងប្អូនមកលេងនៅខេត្តសៀមរាបកុំភ្លេចជួយវឌ្ឍនាអង្គរបូតិកជម្រាបលាជួបគ្នានៅវីដេអូក្រោយ